តូចម៉ូម៉ូនិងមេអំប៉ាយនៅសួនច្បារនៃផ្ទះរបស់នាងតូចម៉ូម៉ូមានផ្កាដ៏ស្រស់ស្អាតកំពុងរីកថ្ងៃនេះដែរនាងតូចម៉ូម៉ូកំពុងស្រោចទឹកផ្កាជាមួយនឹងលោកយាយរបស់នាងនាងតូចម៉ូម៉ូអរុនសួស្ដីផ្កាកំពុងស្រែកទឹកហើយមែនទេថ្ងៃនេះពើចយកទឹកច្រើនណាស់ណាលោកយាយកំពុងតែញឹមព្រាយនៅពេលនោះមានមេអំពើពណ៌លឿងមួយក្បាលបានហើរមកដល់ស្មានតែទម្លើផ្កាពណ៌ផ្កាឈូកស្រាប់តែហើរចុះហើរឡើងពីលើផ្កាពណ៌និងផ្កាពណ៌ខៀវនាងតូចម៉ូម៉ូអរុនសួស្ដីបងមេអំពើនាងតូចម៉ូម៉ូបាននិយាយទៅកាន់មេអំពើមេអំពើបងប្រុសអរុនសួស្ដីសូមអរគុណដែលបានស្រោចទឹកផ្កាឲ្យខ្ញុំនាងតូចម៉ូម៉ូមិនយល់ថាហេតុអ្វីបានជាមេអំពើនិយាយថ្លែងអំណរគុណដល់នាងទេនាងតូចម៉ូម៉ូតើបងមេអំពើក៏ចង់បានទឹកដែរមែនទេមេអំពើបងប្រុសបាទខ្ញុំញ៉ាំទឹកដែរប៉ុន្តែថ្ងៃនេះខ្ញុំបានមកក្លក់ទឹកដាំផ្កាដែលមានសារធាតុចិញ្ចឹមសម្រាប់ធ្វើឲ្យមានកម្លាំងហើយឆ្ងាញ់ទឹកដាំផ្កានៅសួនច្បារនេះឆ្ងាញ់ខ្លាំងណាស់ណានាងតូចម៉ូម៉ូតើបងមេអំពើចូលចិត្តទឹកដាំផ្កាមែនទេនាងតូចម៉ូម៉ូបានសួរទៅកាន់មេអំពើទាំងទឹកមុខមឺងឆ្មោះមេអំពើបងប្រុសបាទពួកខ្ញុំទទួលសារធាតុចិញ្ចឹមពីផ្កាដែលអាចធ្វើឲ្យមានកម្លាំងនាងតូចម៉ូម៉ូមានការភ្ញាក់ផ្អើលលោកយាយមិនមានទឹកមុខភ្ញាក់ផ្អើលសូម្បីបន្តិចហើយកំពុងស្ដាប់ការនិយាយគ្នារបស់នាងតូចម៉ូម៉ូនិងមេអំពើដោយស្មៀមស្មាត់មេអំពើបានបង្រៀននាងតូចម៉ូម៉ូដោយទន់ភ្លន់មេអំពើបងប្រុសពួកយើងប្រើបំពង់ពឺថ្វែងដែលមាននៅនឹងមាត់ហើយពឺទឹកដុំរបស់ផ្កាប៉ុន្តែមិនងាយរកឃើញផ្កាដែលមានសារធាតុចិញ្ចឹមសម្រាប់ធ្វើឲ្យមានកម្លាំងហើយឆ្ងាញ់បានទេមេអំពើបងប្រុសពីប៉ុន្មានថ្ងៃមុនប្អូនប្រុសរបស់ខ្ញុំបានពឺយកទឹកដុំផ្ការីកយ៉ាងច្រើនដែលដុះនៅលើដីមិនល្អរួចហើយធ្លាក់ខ្លួនឈឺភ្លាមនាងតូចម៉ូម៉ូគួរហើយអាណិតដីមិនល្អគឺជាអ្វីមេអំពើបងប្រុសអ៊ីចឹងហើយបានជាខ្ញុំរកទឹកដុំផ្កាល្អជារៀងរាល់ថ្ងៃដើម្បីឲ្យប្អូនប្រុសឆាប់មានកម្លាំងភ្នែករបស់នាងតូចម៉ូម៉ូដែលបានស្ដាប់រឿងនេះពោពេញទៅដោយទឹកភ្នែកលោកយាយបានរົບស្មានាងតូចម៉ូម៉ូថ្នាំពំនោភ្លាមនោះនាងតូចម៉ូម៉ូបានងើបមុខឡើងហើយនិយាយនាងតូចម៉ូម៉ូលោកយាយតាដីនៅសួនច្បាររបស់យើងមិនអីទេលោកយាយរបស់នាងតូចម៉ូម៉ូមិនអីទេដីនេះមានសុវត្ថិភាពល្អណាស់ដូច្នេះកុំបារម្ភអីចំពោះដីនិងរុក្ខជាតិនៅទីនេះមិនមានប្រើថ្នាំដែលធ្វើឲ្យពូសត្វល្អិតរងទុក្ខនោះទេខ្ញុំបានប្រមូលស្លឹកឈើជ្រុះមកផលិតជាដីដ៏ល្អសម្រាប់ដាំផ្កានិងបន្លែទាំងនេះដោយខ្លួនឯងផ្ទាល់ណាស់អ៊ីចឹងហើយបានជាផ្កាក៏ស្អាតហើយបន្លែក៏ឆ្ងាញ់ទៀតនាងតូចម៉ូម៉ូក៏ញ៉ាំបន្លែនោះជារៀងរាល់ថ្ងៃដែរណានាងតូចម៉ូម៉ូអ៊ីចឹងទេអរគុណហើយលោកយាយពិតជាអស្ចារ្យមែនលោកយាយញឹមបណ្ដាមកក្បាលបណ្ដានាងតូចម៉ូម៉ូបងមេអំពើថ្មីស្អែកបាមេស្រឡះសូមមកសួនច្បារខ្ញុំជាមួយប្អូនប្រុសផងណាផ្កានៅសួនច្បារនេះមានសុវត្ថិភាពល្អណាស់មេអំពើបងប្រុសសូមអរគុណខ្ញុំនឹងប្រាប់រឿងដែលបាននិយាយជាមួយនាងតូចម៉ូម៉ូនិងលោកយាយដល់ប្អូនប្រុសរបស់ខ្ញុំដែរមេអំពើបានត្រដាងស្លាប់យ៉ាងធំហើយនិយាយថ្លែងអំណរគុណព្រឹកថ្ងៃបន្ទាប់នៅសួនច្បារនៃផ្ទះរបស់នាងតូចម៉ូម៉ូមានមេអំពើជាច្រើនបានហើរមកដល់ពេលដែលនាងតូចម៉ូម៉ូនិងលោកយាយចេញមកក្នុងសួនច្បារមានមេអំពើពណ៌លឿងបងប្អូនពីរក្បាលបានហើរមកមានមួយក្បាលជាមេអំពើពីមសិលមិញមេអំពើបងប្រុសអរុនសួស្ដីពីមសិលមិញសូមអរគុណប្អូនប្រុសខ្ញុំហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់មេអំពើតូចបាននិយាយឡើងមេអំពើប្អូនប្រុសនាងតូចម៉ូម៉ូលោកយាយសូមអរគុណខ្ញុំអាចពឺទឹកដំបឆ្មាញ់បានយ៉ាងច្រើននិយាយហើយបានទឹកស្លាប់ពណ៌លឿងហូវិកមេអំពើបតីទៀតក៏បាននិយាយខ្សឹបនៅទីនេះផងទីនោះផងថាសួនច្បារអីក៏អស្ចារ្យម្លេះនាងតូចម៉ូម៉ូហាក់បានហៀសំឡេងរបស់ពួកមេអំពើនាងតូចម៉ូម៉ូលោកយាយខ្ញុំចង់ធ្វើឲ្យផ្ការីកច្រើនជាងនេះទៀតលើកក្រោយសូមមកសាលាមត្តេហើយបង្រៀនពីវិធីធ្វើដីល្អផងណាលោកយាយរបស់តោះអីចឹងយើងដាំផ្កានិងបន្លែទាំងអស់គ្នានាងតូចម៉ូម៉ូពួកមេអំពើជាច្រើនបានចាប់តាមហើរចុះហើរឡើងព្រៀតជុំវិញនាងតូចម៉ូម៉ូនិងលោកយាយហាក់ដូចជារីករាយផ្កាក៏ឲ្យមេអំពើទម្លាបណ្ដោនិងយល់រេរាបណ្ដា